បាទប្រេនរបស់យើងហ្នឹងគឺនេះជាប្រភេទឈើម៉ៃសាក់បងប្អូនអាចមើលទៅគឺមានកលាពណ៌លឿងមាសតែម្ដងនៅនិយាយទៅបើថានៅស្រុកខ្មែរបច្ចុប្បន្នហ្នឹងគឺប្រភេទជ្រុញសម្ភារៈផ្ទះបាយធ្វើពីឈើម៉ៃសាក់គឺមានតែខ្ញុំធ្វើមួយទេប៉ុន្តែមានអ្នកលក់ខ្លះគាត់ឃើញយើងលក់ដាច់ផលិតផលខ្មែរយើងគេគ្រប់គ្រងច្រើនហើយគាត់ព្យាយាមខំទៅយកផលិតផលពីស្រុកក្រៅមកពីខាងវៀតណាមខាងឡាវខាងថៃខាងអីមកយកមកលក់ដាច់អញ្ចឹងណាយកមកធ្វើរបៀបខ្លាំងៗថាដូចគ្នាអញ្ចឹងតែមិនមែនឈើម៉ៃសាក់ទេអញ្ចឹងឲ្យបងប្អូនដែលគាត់ទិញគាត់ចង់គ្រប់គ្រងផលិតផលខ្មែរហើយគុណភាពដែលល្អគួរឲ្យជ្រើសរើសបានទៅនេះឈើម៉ៃសាក់គាត់យកឈើអាស័យឈើអាកាសយ៉ាឈើកស៊ូយកអីអញ្ចឹងទៅគាត់យកមកលក់អញ្ចឹងហើយមកប្រឡងមកចែកជាមួយយើងអញ្ចឹងណាអញ្ចឹងខ្ញុំដឹងថាផលិតផលឈើម៉ៃសាក់គឺថ្លៃខ្ញុំលក់15រៀលគេនៅក្រៅលក់35រៀលគាត់មិនអាចយកចូលបានទេអញ្ចឹងអ្វីដែលគាត់យកចូលបានគឺជាផលិតផលគុណភាពដែលអន់ហ្មងតែអាចយកមកចង់បន្លំផលិតផលរបស់យើងដែរអញ្ចឹងណាបងអាចប្រាប់ពី brand របស់បងបានតិចទេបើសិនជាអង់គ្លេសហៅថា Golden Tick អញ្ចឹងបងប្អូនទៅរកមើលផលិតផលជ្រុញឈើម៉ៃសាក់សម្ភារៈផ្ទះបាយឈើម៉ៃសាក់គឺវាមានពណ៌លឿងដូចមាសអញ្ចឹងយើងជាប្រភេទឈើម៉ៃសាក់ប្រភេទឈើអាកាសយ៉ាឈើកស៊ូហើយផ្សេងៗវាខ្មៅពណ៌ខ្មៅពណ៌សពណ៌អីអញ្ចឹងទៅណាអញ្ចឹងបងប្អូនទិញបងប្អូនជួយសង្កេតមើលផងប្រយ័ត្នជួបរបស់ដែលនាំចូលមកពីខាងប្រទេសផ្សេងៗចិត្តខាងយើងអញ្ចឹងដែរចាសម្ភារៈផ្ទះបាយនឹងយើងផ្ដោតសំខាន់ទៅលើជ្រុញច្រើនជាងគេបាទសម្ភារៈផ្ទះបាយយើងផ្ដោតសំខាន់ទៅលើជ្រុញបែរថាជ្រុញរបស់យើងមួយហ្នឹងគឺមិនមែនផ្ដោតតែប្រើទៅលើផ្ទះបាយទេជ្រុញប្រភេទដែលយើងប្រើហ្នឹងគឺមានច្រើនប្រភេទណាប៉ុន្តែជ្រុញហ្នឹងគឺយើងអាចប្រើនៅលើផ្ទះបាយនៅច្រានបាយក៏បាននៅលើតុអាហារក៏បានសម្រាប់លម្អដាក់ម្ហូបដាក់ស្តេកដាក់បន្លែដាក់អីហូបលើតុអាហារក៏បានហើយយើងមានវ៉ៃឆាវ៉ៃសាឡហើយនៅមានសម្រាប់ដាក់ឈីសម្រាប់ដាក់ភីហ្សាហើយនឹងសម្រាប់ដាក់ស្អីផ្សេងទៀតច្រើននិយាយទៅឲ្យតែយើងចានមានកូនចានកូនអីទូចពេកពុកអញ្ចឹងគឺសម្រាប់ដាក់របៀបជា premier អញ្ចឹងណានៅលើតុហ្នឹងមានច្រើនម៉ូតច្រើនម៉ាកតែម្ដងវ៉ៃបាយវ៉ៃឆាអីអញ្ចឹងទៅហើយអានេះយើងសម្រាប់ដាក់នំដាក់ស៊ូស៊ីដាក់អីអញ្ចឹងទៅផ្សេងៗគឺមានច្រើនអញ្ចឹងបងប្អូននេះណាពណ៌លឿងមាសតែម្ដងគេហៅថា Golden Tick អញ្ចឹងបងប្អូនចំណាំណាបងជ្រុញសម្រាប់ជ្រុញវិញយើងអាចប្រើបានដល់ប្រហែលឆ្នាំដែរហើយខ្ញុំបងសួរនេះខ្ញុំចង់និយាយប្រាប់បងប្អូនដែរជ្រុញយើងនិយាយតែចាក់ស្ដែងទៅបងប្អូនបើសិននេះខ្ញុំធ្វើវីដេអូគឺដើម្បីប្រាប់បងប្អូនបានដឹងថាជ្រុញនេះយើងប្រើទូទៅតែម្ដងយើងអាចប្រើពី6ខែទៅ1ឆ្នាំយើងអាចដូរចេញម្ដងបាទមូលហេតុដែលយើងអាចដូរចេញហ្នឹងទី1ជ្រុញហ្នឹងថ្មីក៏ដោយណាក៏យើងអាចដូរចេញទៅទី1យើងប្រើយើងច្រាមសាច់យើងថាសាច់គោសាច់ត្រីសាច់អីបើលាយចូលគ្នាវាធ្វើឲ្យមានបង្កមានបាក់តេរីផ្សេងៗដែលចូលគ្នាអញ្ចឹងយើងប្រើយូរទៅមានក្លិនមិនល្អហើយមានបាក់តេរីផ្សេងៗទៅធ្វើឲ្យយើងមានបញ្ហាសុខភាពដែរអញ្ចឹងបើថាយល់ល្អបងប្អូនមានសមត្ថភាពមានលទ្ធភាពបើផ្ទះបងប្អូនអាចប្រើជ្រុញ3ទៅអញ្ចឹងណាជ្រុញសម្រាប់ហាន់សាច់ផ្សេងទៅសម្រាប់ហាន់សាច់ត្រីផ្សេងទៅហើយសម្រាប់ហាន់បន្លែផ្សេងទៅហើយជាពិសេសសម្រាប់ផ្លែឈើផ្សេងទៅអញ្ចឹងណាអញ្ចឹងនឹងប្រើអញ្ចឹងឲ្យវាត្រឹមត្រូវតែបើសិនជាបងប្អូនចង់ប្រើប្រហែលឆ្នាំក៏បានដែរហ្នឹងប៉ុន្តែវាប៉ះពាល់ដល់សុខភាពរបស់យើងប្រើយូរទៅចានេះតែសម្រាប់ឈើម៉ៃសាក់ហ្នឹងទេតែបើជ្រុញធម្មតាក៏ត្រូវតែមានកម្រិតហ្នឹងដែរបងជ្រុញធម្មតាគឺដូចគ្នានិយាយជ្រុញណាក៏ដូចគ្នាដែរយើងអាចប្រើបានលើសពី6ខែទេបើយើងនិយាយចាក់ស្ដែងដើម្បីសុខភាពនិងសុខភាពរបស់គ្រួសាររបស់គាត់អីចឹងណាដើម្បីហ្នឹងគឺទូទៅគឺតែប្រើ6ខែហ្នឹងគឺយើងត្រូវដូរចេញហើយចាជាទូទៅតែម្ដងតែបើគាត់អត់មានលទ្ធភាពហ្នឹងគាត់ចេះតែប្រើតែហ្នឹងវាតាមជាក់ស្ដែងតាមនោះទៅអញ្ចឹងណាចាបងសម្រាប់ការថែទាំដើមឈើម៉ៃសាក់នេះមានការលំបាកខ្លះទេបងនិយាយទៅធ្វើអីក៏លំបាកដែរយើងនិយាយចាក់ស្ដែងណាហើយដាំឈើវិញគឺមហាសែនលំបាកហើយយើងដាំហ្នឹងលំបាកខ្លាំងមានត្រូវការថែទាំត្រូវការឆូតជំនះស្មៅដាក់ជីឲ្យវាស្អាតល្អថែទាំវាល្អដើម្បីឲ្យមានសុខភាពល្អឈើក៏ត្រូវការសុខភាពល្អដែរវាធំលូតលាស់បានល្អលឿនដែរហើយបើយើងដាំចោលអាហ្នឹងវាអត់មានបានផលអីទេតែបើសិនយើងខំប្រឹងដាំហើយយើងថែទាំវានឹងបានទទួលលទ្ធផលល្អហើយមួយទៀតបងអាចជំរាបបានទេថាពេលដែលតម្រាំបាននៅសម្ភារៈមួយហ្នឹងពីពេលដែលយើងកាប់យកមកធ្វើតាមដំណាក់កាលមួយហ្នឹងរហូតដល់ចេញជាផលិតផលសម្រេចហ្នឹងអាចបាទនិយាយទៅខ្ញុំចង់ជំរាបប្រាប់បងប្អូនថាជ្រុញនេះមកតែបានចេញមកជាផលិតផលសម្រេចហ្នឹងគឺចាយពេលវាលំបាកខ្លាំងណាស់អញ្ចឹងមកដូចនិយាយជំរាបពីដើមមក